សួរបងប្អូនទាំងពីរបាទមានបងប្អូនជាច្រើនយល់ច្រឡំពីចក្រានដែលខ្ញុំលក់បងប្អូនមើលវីដេអូខ្ញុំមុនគាត់ទៅលើថាដែកម្ដងខ្ញុំទិញចូលយកមក$10ខ្ញុំលក់ទៅវិញបាន$30បងប្អូនបែរជាគិតថាចក្រានខ្ញុំលក់30ចឹងបងប្អូនមានន័យថាបងប្អូនអត់ទាន់បានមើលវីដេអូខ្ញុំអស់ទេអ្វីដែលខ្ញុំនិយាយក្នុងវីដេអូមុនគឺនៃប្រៀបធៀបចង់ដាស់សតិដាស់អារម្មណ៍ដល់បងប្អូនយើងផ្សេងទៀតខ្លួនយើងម្នាក់តែងតែមានតម្លៃតែងតែមានជំនាញរៀងខ្លួនអញ្ចឹងត្រូវតែបង្កើតជំនាញខ្លួនឯងបង្ហាញឲ្យអ្នកដទៃបានឃើញខ្ញុំចង់និយាយបែបហ្នឹងបងប្អូនមិនមែនចក្រានខ្ញុំលក់តម្លៃ30ទេបងប្អូនចក្រានហ្នឹងលក់តម្លៃ30ហ្នឹងឲ្យតម្លៃជាងមិនគ្រប់ផងដោយសារចក្រាននេះតម្លៃយូរណាបងប្អូនហ្មងបានមួយអញ្ចឹងបញ្ជាក់នៅក្នុងវីដេអូនេះឲ្យបងប្អូនណាតម្លៃចក្រានខ្ញុំ$170ហ្វ្រីការដឹកជញ្ជូននៅក្នុងភ្នំពេញហើយសម្រាប់ទំហំរបស់វាមកកម្ពស់របស់វាពីដីមកដល់លើមកដល់ដែកលើនេះ75បដោយសាច់ពេញ1.20 ម៉ែត្រទទឹង45កន្លែងដែលយើងដាក់កាប់សាច់ដាក់បន្លែសងខាងហ្នឹងទំហំរបស់វា25កន្លែងដែលយើងអាចអាំងសាច់បានទទឹង40បដោយ70កន្លែងដែលយើងអាចអាំងសាច់បានណាហើយបើសិនជាយើងយកទៅជាលក្ខណៈគ្រួសារគឺមួយអេបងប្អូនសម្រាប់សមាជិក5 6 7ទៅ7 8នាក់ក៏សាច់ដែលយើងអាំងហ្នឹងហូបល្មមមិនមែនចាំបាច់ចាំណាហើយពេលដែលយើងហូបអត់ទាន់យើងអាចល្បីឡើងទៀតឥឡូវខ្ញុំទៅឡើងឲ្យមើលចាក់ស្ដែងបងប្អូនណាអូខេរបៀបតឡើងងាយបងប្អូនចក្រាននេះអាចដោះបានគ្រប់តំណនៃដែកយ៉ាងទី1យើងត្រូវចាប់ជើងសិនជើងនោះមើលទៀតមើលមុខមើលក្រោយវាមានមុខមានក្រោយនេះមើលកាមេរ៉ាចូលមកចិត្តតិចបងប្អូនចំណាំថាអាកន្លែងដែកទុកនេះមានដែកឡើងលើតិចនេះដែកឡើងលើតិចនេះអានេះខាងក្រោយអញ្ចឹងយើងដាក់វាទៅខាងក្រោយពីព្រោះវាទុកថាសអញ្ចឹងវាមានក្រៅមានក្នុងអាដែកនេះវានៅខាងក្នុងអញ្ចឹងយើងដាក់ត្រឡប់មកខាងនេះមកនិយាយរួមទៅចក្រាននេះបងប្អូនដាក់ខុសក៏ប្រាក់កើតដែរដាក់កន្លែងអាំងខ្ជុំក៏កើតដែរកន្លែងដាក់ទ្រោខ្ជុំក៏កើតដែរបងប្អូនតែយើងដាក់ខុសក៏ដាក់កើតដែរមើលវាទៅអីទេអញ្ចឹងយើងបញ្ចូលខាងម្ដងអញ្ចឹងមកអត់មានអីបាក់ឡើងទេអូនចេញអត់មានអីពិបាកតឡើងទេឡើងវាមួយម្ដងអញ្ចឹងណាហើយបន្ទាប់មកទៀតតឡើងបានប៉ុណ្ណឹងបងប្អូនចង់តឡើងអីមុនក៏បានដែរគ្រប់ផ្នែកហ្នឹងចង់ដាក់ជើងខ្វែងខាងក្រោមមុនក៏បានចង់ដាក់កន្លែងអាំងសាច់មុនក៏បានងាយស្រួលការប្រេះងាយស្រួលដឹកជញ្ជូនមែនតើបងប្អូននៅតាមបណ្ដាខេត្តអាចផ្ញើបានដល់ខេត្តគ្រប់ខេត្តក្រុងសេវាតម្លៃផ្ញើ15000ផ្សេងមួយបងប្អូនមើលទេស្រួលតឡើងអត់មានអីពិបាកទៅក្លឹបពាក់ច្បាក់ចូលមកដាក់សងខាងហ្នឹងពាក់ចូលមកហើយពេលដែលយើងហូបសាច់ហូបអត់ទាន់យើងអាចល្បីឡើងបានរសារកម្ដៅវាចង់បលែងមកវាទៅវិញឯងលូត្រាតែយើងយកដៃទៅកេះកៃនេះចេញបើវាមកវិញហើយនេះថាត្រខ្ជុំនេះវាមានវឹងខ្យល់ទៅប្រាប់បងប្អូនកុំបារម្ភថាវាអត់កាត់ហើយដល់ពេលបងប្អូនចង់យកផេះចេញបងប្អូនលូកចេញក៏បានបងប្អូនហូតអាថានឹងចេញក៏បានដែរហើយសំខាន់ចំណុចពិសេសវាមួយទៀតគឺមានកង់រុញអញ្ចឹងអាចចល័តទីបានស្រួលមែនតើហើយកង់របស់វានឹងមានប្រាំងណាបងប្អូនពេលដែលបងប្អូនដាក់អាំងចោលបងប្អូនស្លាប់ប្រាំងវាចោលចុះទៅវាលែងទៅមុខហើយវាលែងទៅមុខហើយយើងចាប់ប្រាំងវាអញ្ចឹងណាខ្ញុំកុំច្រឡំចក្រាននេះខ្ញុំលក់តម្លៃ$70ហ្វ្រីការដឹកជញ្ជូនក្នុងក្រុងភ្នំពេញហើយចក្រានរបស់យើងតម្លៃតបងប្អូនភ្ញៀវកំងច្រើនមកណាមួយពេលយូរមែនតើប្រើពេលយូរណាហើយមួយរយៈនេះអាសាដាច់ភ្លើងទៀតចឹងហើយសូមអធិស្ឋានដល់អតិថិជនដែលបានកំងមានការយឺតយ៉ាវហើយសម្រាប់ទីតាំងបងប្អូនស្ថិតនៅព្រៃសរចិត្តស្តុកប្រទេសសាញ់ចម្ងាយពីស្តុកប្រទេសសាញ់2គីឡូដីដល់ទីតាំងបងប្អូនហើយសម្រាប់លេខតំណែង099 49 15 32និងលេខមួយខ្សែទៀត097 520 10 01អរគុណច្រើនជម្រាបលា